ថ្ងៃនេះយើងមកធ្វើទឹកសណ្តែកខៀវញ៉ាំម្ដងចាគ្រឿងផ្សំរបស់យើងគោលគឺសណ្តែកបាយនិងខ្ទិះដូងស្លឹកតើយកន្លះគីឡូខ្ទិះដូង1កំប៉ុងហើយនឹងទឹក650 ml ស្មើនឹង6លីត្រកន្លះហើយនឹងអំបិលកន្លះចុងស្លាបព្រាកាហ្វេចាសម្រាប់ស្លឹកតើយគឺខ្ញុំយកទៅកិនជាមួយនឹងទឹកចា1លីត្រយើងចាប់ដើមវាល់ណាបងប្អូនណាហើយខ្ញុំធ្វើនេះខ្ញុំអត់មានដាក់លេឬក៏ដាក់ក្លិនឬក៏ដាក់ពណ៌ទេព្រោះខ្ញុំធ្វើឲ្យកូនញ៉ាំជាលក្ខណៈគ្រួសារអញ្ចឹងខ្ញុំប្រើស្លឹកតើយរៀងច្រើនជាងហើយវាលក្ខណៈវាឈ្ងុយព្រោះស្លឹកតើយនៅប្រទេសបារាំងវាអត់សូវឈ្ងុយពេកទេវាអត់សូវឈ្ងុយខ្លាំងណាអញ្ចឹងយើងត្រូវប្រើរៀងច្រើនបន្តិចខ្ញុំកិនហើយខ្ញុំយកមកត្រងក្នុងកណាត់បែបនេះចាហើយខ្ញុំចម្រោះយកស្លឹកតើយនឹងឲ្យអស់ជាតិតែម្ដងបើនិយាយរួមទៅស្លឹកតើយនឹងគឺខ្ញុំដាក់1លីត្រចាទឹក1លីត្រស្លឹកតើយកន្លះគីឡូនឹងគឺខ្ញុំកិនឲ្យអស់ចាថប់មកខ្ញុំយកទៅចាក់ដាក់ចូលក្នុងឆ្នាំងបងប្អូននេះវាឡើងបៃតងស្អាតហ្មងចាវាមានពណ៌ស្អាតហើយប៉ុន្តែស្លឹកតើយនេះវាអត់សូវឈ្ងុយទេបន្ទាប់មកយើងទៅកិនសណ្តែកបាយយើងស្ងោរឆ្អិនហើយបន្ទាប់មកយើងយកទៅកិនបងប្អូនយកទៅកិនយើងប្រើក្នុងសណ្តែកបាយកន្លះគីឡូនោះខ្ញុំប្រើទឹកប្រហែលជា1លីត្រឬក៏1លីត្រកន្លះហើយបងប្អូនហើយវីដេអូនេះខ្ញុំធ្វើទុកបងប្អូនចាគឺខ្ញុំបន្ថែមឲ្យកិនឲ្យម៉ត់ឆៃតែម្ដងចាខ្ញុំកិនទឹកសណ្តែកនឹងឲ្យម៉ត់ណាបងប្អូនចានិយាយរួមទៅយើងធ្វើមិនក៏ដែរយើងលៃកន្លះគីឡូទឹក7លីត្រនឹងល្មមបន្ទាប់មកយើងយកទៅចាក់ចូលជាមួយនឹងស្លឹកតើយរបស់យើងចានេះបងប្អូនខ្ញុំកិនឡើងអស់ហើយចាបើនិយាយរួមឲ្យអស់ទៅសណ្តែកកន្លះគីឡូនេះខ្ញុំប្រើទឹក1លីត្រកន្លះព្រោះខ្ញុំអត់ចង់ឲ្យវាខាប់ពេកគេថាយើងកិនខាប់ពេកវាខូចម៉ាស៊ីនដែរអញ្ចឹងយើងដាក់ឲ្យវាច្រើនទៅបងប្អូននេះបន្ទាប់មកយើងយកសណ្តែកហ្នឹងបងប្អូនយកមកកូរមួយលឹកតើគឺឡើងបែបនេះបន្ទាប់មកយើងចាក់ខ្ទិះដូងពេលយើងចាក់ខ្ទិះដូងគឺយើងត្រូវកូរបែបហ្នឹងភ្លាមបងប្អូនដើម្បីវាមិចសព្វចូលគ្នាហើយខ្ញុំចាក់អំបិលចូលចានៅក្នុងនោះគឺអំបិលចាបន្ទាប់មកគឺរួចរាល់ហើយបងប្អូនហើយយើងកូរសព្វសាច់ទាំងខ្ទិះដូងទាំងសណ្តែកទាំងស្លឹកតើយនឹងកូរចូលគ្នាបែបនេះកើតជាទឹកសណ្តែកខៀវតែម្ដងហើយយើងយកទៅដាក់ដាំចានៅពេលដែលយើងដាក់ដាំគឺយើងកូរឲ្យជាប់រហូតព្រោះយើងមានសណ្តែកនឹងវានៅបាតបងប្អូនយើងត្រូវទៅកូរវឹកវាអញ្ចឹងរយៈពេលចាប់ដើមពុះគឺ10នាទីយើងស្រង់ចេញញ៉ាំបានតែម្ដងហើយខ្ញុំបញ្ជាក់បងប្អូនបើសិនជាបងប្អូនចង់ដាក់ស្ករគឺ7លីត្រហ្នឹងបងប្អូនដាក់ផ្អែមខ្លាំងមកស្ករ1គីឡូតែបើផ្អែមតិចស្ករកន្លះគីឡូតែសម្រាប់ខ្ញុំអត់ញ៉ាំផ្អែមទេខ្ញុំញ៉ាំសាបអញ្ចឹងនេះបងប្អូនរួចរាល់ហើយក្តៅឈ្ងុយឆ្ងាញ់មកយើងធ្វើញ៉ាំជាលក្ខណៈគ្រួសារបងប្អូនចាអរគុណច្រើនសូមជម្រាបលា